ប្រជាជនថៃនិងអុកញ៉ាធំដែលបានរកស៊ីជាមួយនឹងកម្ពុជាដែលបានខាតបង់ប្រាក់$1,000,000,000ជាង3ខែនេះឥឡូវនេះនៅលើបណ្ដាញសង្គមកំពុងផ្ទុះការតវ៉ាទាមទារឲ្យចាត់ទោសលោកក្បាលដែកបាតឃ្លាំងទៅតុលាការអន្តរជាតិព្រោះលោកក្បាលដែកបាតឃ្លាំងជាមេខ្លោងនៃការបង្កាត់ភ្លើងសង្គ្រាមបន្ទាប់ពីបទអត្ថាធិប្បាយហូរដូចទឹកបាក់ទំនប់លើកសរសើរខ្លួនឯងព្រោះខ្លាចគ្មានអ្នកសរសើរដោយភាពអំនួតក្រអើតក្រទមចចេះរឿងរូសមិនស្ដាប់បទបញ្ជារបស់រដ្ឋាភិបាលថៃបញ្ជាឲ្យឈប់បាញ់តែលោកក្បាលដែកបាតឃ្លាំងមិនព្រមឈប់នោះទេឥឡូវនេះលោកក្បាលដែកបាតឃ្លាំងបានចេញមុខមកជាថ្មីទៀតហើយដោយសូមឲ្យប្រជាជនថៃកុំចាប់អារម្មណ៍សម្ដីរបស់គាត់ដោយរឿងពីមុនតួគាត់និយាយខុសឬក៏ត្រូវអ្វីដែលសំខាន់គឺនាំគ្នានិយាយរឿងកងទ័ពថៃរបស់យើងកំពុងជន់មីននៅព្រំដែនជាមួយនឹងកម្ពុជាទៅបានហើយលោកបាតឃ្លាំងបានសង្កត់ធ្ងន់ថាចំពោះរឿងប្រាសាទតាក្របីគឺជាប្រធានបទដ៏រសើបដែលត្រូវបានគេសួរញឹកញយជាងគេមកលើលោកបំផុតលោកបានប្រកាសរួចហើយថាលោកមិនដែលទទួលស្គាល់ប្រាសាទតាក្របីថាជារបស់កម្ពុជានោះទេ